trong videoនេះខ្ញុំនឹងបង្ហាញអំពីរបៀបប្រើប្រាស់រូបមន្ត sub total នៅក្នុងកម្មវិធី Excel បាទអញ្ចឹងយើងធ្លាប់រៀនរូបមន្ត sum រូបមន្តផ្សេងច្រើនបាទរូបមន្ត sub total នេះគឺមានលក្ខណៈដាច់ដោយឡែកផ្សេងបាទអញ្ចឹងជាដំបូងខ្ញុំមានជាតារាងឧទាហរណ៍មួយបាទដែលខ្ញុំចង់បូកតម្លៃអញ្ចឹងខ្ញុំចង់បូកតម្លៃទាំងអស់ហ្នឹងបាទផលិតផលរបស់យើងមានប៉ុន្មានទាំងអស់មាន5ហើយមានតម្លៃមួយអញ្ចឹងដើម្បីយើងបូកសរុបខ្ញុំប្រើស្មើរូបមន្ត sub total មកបន្តមកទៀតវាមានរូបមន្តច្រើននៅក្នុងនឹងទៀតបាទរូបមន្តបន្តបន្សំបាទនៅក្នុង sub total ហ្នឹងមានច្រើនមាន average មាន count ហើយមានលេខរៀងលេខ1លេខ2អញ្ចឹងទៅអញ្ចឹងយើងផ្ដល់ជំរឿសបាទផ្ដល់ជំរឿសថាអ្នកទាំងគ្នាចង់បានជំរឿសមួយណាខ្ញុំចង់បានបូកបាទបូកគឺនៅលេខ9សាំបាទសាំនៅលេខ9អញ្ចឹងយើងចុចទៅលើសាំហ្នឹងមកហើយក្បៀស1បាទ select លើតម្លៃដែលយើងត្រូវបូកទាំងអស់បាទអញ្ចឹងវានឹងបូកតម្លៃឲ្យយើងឲ្យថាតម្លៃសរុបទាំងអស់ឃើញបានបាទឃើញ62ហើយបើសិនជាយើងផ្លាស់ប្ដូរចិត្តបាទយើងផ្លាស់ប្ដូរចិត្តចង់គណនាបែបផ្សេងគឺយើងមិនបាច់ដូររូបមន្តទេយើងប្រើរូបមន្ត sum total តែប៉ុន្តែគ្រាន់យើងលុបលេខ9ចេញមកបាទចង់បានឧទាហរណ៍ចង់បានជាមធ្យមភាគបាទយកលេខ1មក average មធ្យមភាគអញ្ចឹងមធ្យមភាគវាស្មើនឹង 12.4 បាទអញ្ចឹងរូបមន្តនៅតែយើងប្រើរូបមន្ត sum total តែប៉ុន្តែយើងដូរទៅជំរើសទេខ្ញុំចង់ដូរទៅជា count បាទរាប់ចំនួនមានប្រមាណចំនួនបាទមាន5អញ្ចឹងវាចេញលេខ5ឲ្យឃើញទេបាទអញ្ចឹងរូបមន្តអត់ដូរទេយើងដូរទៅជំរើសរបស់យើងទេបាទអញ្ចឹងវាមានលក្ខណៈងាយស្រួលខ្ញុំលុបលេខ2ចេញខ្ញុំចង់បានតម្លៃធំ max បាទ maximum ហ្នឹងអញ្ចឹងតម្លៃធំជាងគេគឺ20ធំជាងគេក្នុងចំណោម5បាទខ្ញុំលុបលេខ4ចេញខ្ញុំចង់បានតម្លៃតូចបាទតូចគឺ5តូចជាងគេក្នុងចំណោម5បាទហ្នឹងគឺជារបៀបនៃការប្រើប្រាស់រូបមន្ត sub total បាទយើងផ្ដល់ជំរឿសវាផ្ដល់ជំរឿសយើងណា